នេះខ្ញុំមករៀបចំធ្វើនំចេកទៀតហើយបងប្អូនមកឆ្ងល់ទេថាហេតុអីបានជាខ្ញុំចូលចិត្តធ្វើតែនំចេកនឹងកាលពីមុនខ្ញុំធ្លាប់សាកធ្វើនំផ្សេងដែរវាមាននំខេករបៀបឈីសណាគេថាKäse Kuchen ហើយមួយទៀតរបៀបថានំមានជាលក្ខណៈថា cream ប៊ឺអីនៅក្នុងនឹងច្រើនអញ្ចឹងទៅកាលហ្នឹងខ្ញុំអាសារៀនធ្វើដែរប៉ុន្តែអត់មានអ្នកហូបទេខ្ញុំធ្វើ2-3មុខដាក់នៅលើតុហ្នឹងហើយខ្ញុំផ្ទៀងមើលតើនំមួយណាដែលគេចូលចិត្តហូបជាងគេអញ្ចឹងណានិយាយទៅហូបតែនំចេកទាំងឯងអានេះខ្ញុំនិយាយមែននិយាយដល់ស្មោះអស់ពីចិត្តតែហ្មងណាខ្ញុំឆ្ងល់ហ្មងតើហេតុអីបានពួកគាត់ចូលចិត្តហូបនំចេកហ្នឹងណាប្រហែលជាឆ្ងាញ់ឬមួយក៏មិនអីចឹងទៅឥឡូវនេះគេមករៀនធ្វើជាមួយនឹងខ្ញុំណាពូហើយគាត់ទៅណាឆ្ងាយទេដូចខ្ញុំនិយាយចឹងឲ្យទៅថាម៉ាស់ធ្វើនំគឺគាត់នៅចិត្តនឹងតែម្ដងហើយដោយបងប្អូនឃើញហ្នឹងខ្ញុំថាអានំហ្នឹងគឺអត់ញ៉ាំបានទេប៉ុន្តែគេយកមកភ្លក់ឲ្យថាឆ្ងាញ់ទៀតណាប្រហែលជារសជាតិហ្នឹងវាផ្អែមត្រូវចិត្តអីចឹងទៅហ្នឹងมันគាត់ថាឆ្ងាញ់ឥឡូវហ្នឹងបន្ទាប់ពីគ្រឿងផ្សំរបស់គេនឹងធ្វើឲ្យអីអស់ហើយនេះគឺដាក់ចូលនៅក្នុងបាក់ oven ហ្នឹងនេះនិយាយពីថាបកែមកអារឿងជួយហ្នឹងគឺទៅណាអត់ឆ្ងាយទេនៅចិត្តហ្នឹងឯងហើយខ្ញុំហ្នឹងបន្ទាប់ពីរៀបចំធ្វើនំឲ្យគាត់ហើយមករៀបចំលាងសម្អាតនិយាយទៅការងារចក្រានចានឆ្នាំងហ្នឹងនៅតែប៉ុណ្្នឹងឯងបងប្អូនហើយគាត់នេះគាត់ហៅខ្ញុំឲ្យមកជួយរើនេះអាសភៅហ្នឹងគឺសម្រាប់ក្មេងគឺល្អមែនតើបងប្អូននៅពេលណាដែលគាត់ចាប់ផ្ដើមរៀនមុនដំបូងណាអាសភៅហ្នឹងដូចបិទចឹងចុចចឹងទៅហើយវាមានឮសំឡេងគេប្រាប់ថាអានេះជាអីអញ្ចឹងទៅឲ្យយើងស្វែងរករូបអីនៅចិត្តហ្នឹងទៅហើយគាត់អង្គុយរើមើលបណ្ដាអញ្ចឹងទៅខ្ញុំធ្វើការងារផ្ទះរបស់ខ្ញុំបន្ទាប់ផ្សំបណ្ដាអីចឹងទៅពេលណាដែលគាត់រើអត់ឃើញអញ្ចឹងគាត់ហៅខ្ញុំឲ្យមកជួយរើអីអញ្ចឹងទៅហើយខ្ញុំនេះបន្ទាប់ពីរៀបចំបន្លែសម្រាប់ស្លអីអស់ហើយហ្នឹងអានំចេករបស់គាត់ហ្នឹងគឺឆ្អិនល្មមតែម្ដងនេះបងប្អូនដូចបងប្អូនឃើញអញ្ចឹងនិយាយទៅឈ្ងុយឆ្ងាញ់ណាហើយអានេះខ្ញុំនិយាយមែននៅពេលដែលនំនឹងឆ្អិនខ្ញុំកាត់វាជាចង់និយាយថាជាដុំទូចៗណាគាត់ហូបអស់2ដុំធំគាត់ថាឆ្ងាញ់ហើយហូបអស់2ដុំហើយគាត់ថាចាគាត់ថានៅសល់ប្រមាណហ្នឹងល្ងាចហ្នឹងគាត់ហូបទៀតអញ្ចឹងណាប្រហែលជាគាត់ចូលចិត្តខ្លាំងហើយមើលទៅអានំចេកហ្នឹងណាហើយខ្ញុំក៏បានភ្លក់ដែរនិយាយទៅខ្ញុំសម្រាប់ខ្ញុំអាសាហូបអញ្ចឹងទៅវាឆ្ងាញ់ដែរប៉ុន្តែខ្ញុំគិតថារសជាតិវាធម្មតាអញ្ចឹងណាប៉ុន្តែសម្រាប់គាត់អាសាហូបដែរគាត់ថាអាហ្នឹងឆ្ងាញ់ចានិយាយថាជាចំណូលចិត្តរបស់គាត់គឺអានំចេកហ្នឹងតែម្ដងចានិយាយថា favorite របស់គាត់ណាហើយដោយបងប្អូនឃើញហ្នឹងគាត់ហូបមួយដុំនឹងអស់ហើយគាត់ថែមមួយដុំធំនឹងទៀតនិយាយទៅ2ដុំ